พอแต่พอประโยชน์របស់ប្រទេសថៃនិងផលប្រយោជន៍របស់ប្រជាជនថៃខ្ញុំនឹងដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃចំពោះរឿងផ្សេងទោះបីអ្នកណាទទួលបានលៀបសការៈរង្វាន់អ្វីក៏ដោយក៏ខ្ញុំមិនខ្វល់ដែរនេះគឺជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបាទគេមិនបានខ្វល់អ្វីក្រៅពីតែផលប្រយោជន៍និងសុខទុក្ខបាទប្រជាពលរដ្ឋរបស់គេបាទតែប៉ុណ្ណោះបងប្អូនចំពោះរឿងផ្សេងទោះបីសង្គ្រាមជាមួយនឹងកម្ពុជាយើងបាទមានការខាតបង់បាទមានការរងទុក្ខវេទនាបាទចំពោះប្រជាជនទាំងសងខាងប៉ុន្តែឲ្យតែមានផលប្រយោជន៍ដដើមទឹកដីពីកម្ពុជាយើងបានគឺគេខ្វល់តែរឿងនេះហើយគេគ្រប់គ្រងឲ្យទាហានបាទអាចធ្វើអ្វីបានពេញលេញពេញសិទ្ធបាទឲ្យតែទាហានចង់ធ្វើបាទនេះគឺជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃតើបងប្អូនស្ដាប់ការបកស្រាយបាទចេញពីមាត់នាយករដ្ឋមន្ត្រីថៃហើយបងប្អូនមួយចំនួននៅតែគ្រប់គ្រងក៏ដូចជានៅតែស្នេហាផលិតផលថៃបាទគ្រប់គ្រងរបស់ថៃទៀតដែរឬទេសូមបងប្អូនអ្នក